ការបំផន់និងបង្វែងដានរបស់មេដឹកនាំថៃលោកអនុទិន ឆាន់រៈគុលទទួលបានអំណាចដឹកនាំប្រទេសតាមរយៈកិច្ចព្រមព្រៀងនយោបាយដ៏ចម្រុងចម្រាស់បន្ទាប់ពីប្រទេសថៃជួបអស្ថិរភាពនយោបាយជាច្រើនឆ្នាំពេលនេះដោយកាន់តំណែងជានាយករដ្ឋមន្ត្រីផងនិងជារដ្ឋមន្ត្រីមហាផ្ទៃផងលោកអនុទិន ឆាន់រៈគុលគ្រប់គ្រងទាំងសន្តិសុខផ្ទៃក្នុងជាតិនិងរដ្ឋបាលខេត្តរបស់ថៃប៉ុន្តែជំនួសឲ្យការសម្អាតប្រព័ន្ធដឹកនាំរដ្ឋាភិបាលរបស់លោកពោពេញទៅដោយភាពលាក់ពុតនិងខ្វះសុចរិតភាពនៅពេលនេះប្រទេសថៃកំពុងព្យាយាមធ្វើខ្លួនដូចជាអ្នកឈានមុខគេនៅក្នុងតំបន់ប៉ុន្តែអំពើពុករលួយឧក្រិដ្ឋកម្មនិងការរំលោភអំណាចបន្តកើនឡើងកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោកអនុទិន ឆាន់រៈគុលប្រទេសថៃស្ទាត់ជំនាញរឿងមួយនោះគឺធ្វើពុតជាមានសិលធម៌នៅបរទេសខណៈដែលអំពើពុករលួយនៅក្នុងប្រទេសថៃស្អុយរលួយគ្មានការបង្ក្រាបការប្រើការទូតដើម្បីលាក់បាំងអំពើពុករលួយ Though I assumed office only a few days ago, my government made it a priority for me to be here today because we believe this moment matters. This 80th anniversary of the United Nations comes at a time. ការបង្ហាញការព្រួយបារម្ភភ្លាមៗឥតព្រៀងទុករបស់ប្រទេសថៃចំពោះសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េដែលបានខ្លាចជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះទីក្រុងបាងកកចង់ធ្វើឲ្យខ្លួនឯងលយមើលទៅដូចជាបងធំខាងសិលធម៌នៅក្នុងតំបន់អាស៊ានធ្វើជាមានចិត្តចង់ជួយសង្គ្រោះជនរងគ្រោះនិងទទួលបានការកោតសរសើរប៉ុន្តែធៀបពិតបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាច្រើននៅក្នុងប្រទេសកម្ពុជាពិតជាមានទំនាក់ទំនងជាមួយអ្នកជំនាញហិរញ្ញវត្ថុថៃនិងអ្នកលាងលុយកខ្វក់នៅក្នុងប្រទេសថៃប្រតិបត្តិការនានាដូចជាប្រតិបត្តិការ Skyfall ជាដើមបានត្រឹមតែល្អមើលប៉ុន្តែធៀបពិតលុយកខ្វក់ត្រូវបានផ្ទេរតាមរយៈបណ្ដាធនាគារថៃនិងទីផ្សារងងឹតឥតឈប់ឈរសម្បីតែក្រុមសមាជិកសភាថៃក៏ទទួលស្គាល់ដែរថាសេដ្ឋកិច្ចពណ៌ប្រផេះនៅថៃពលគឺសេដ្ឋកិច្ចមិនស្អាតស្អំដែលមានទំនាក់ទំនងជាមួយអិសរាជជននយោបាយថៃលូតលាស់យ៉ាងខ្លាំងក្រោមការការពាររបស់រដ្ឋាភិបាលថៃដូច្នេះនៅពេលដែលលោកអនុទិន ឆាន់រៈគុលធ្វើអត្ថាធិប្បាយអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនវាគឺជាការលាក់ពុតត្បិតសុបសាតយុតិធធរើសមុខនិងទំនាក់ទំនងលាក់បាំងនៅក្នុងឆ្នាំ2025តុលាការថៃបានចេញដីកាចាប់អ្នកអង្គការកម្ពុជាមួយរូបគឺអ្នកអង្គការកុកអានដែលត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៃបណ្ដាញអ ுக ្រិតជនឆបោកតាមប្រព័ន្ធអនឡាញនិងការជួញដូរមនុស្សប៉ុន្តែចំណាត់ការបែបនេះធ្វើឡើងតែក្នុងករណីពាក់ព័ន្ធនយោបាយតែប៉ុណ្ណោះជាច្រើនឆ្នាំមកនេះប្រទេសថៃបានប្រងើយកន្តើយមិនអើពើចំពោះអ ுக ្រិតកម្មទាំងនេះដោយសារតែប្រជាជនរបស់ខ្លួនទទួលបានផលប្រយោជន៍ពីអ ுக ្រិតកម្មទាំងនេះហើយនៅពេលដែលពិភពលោកបង្កើនការដាក់សម្ពាធទៅរដ្ឋាភិបាលរបស់លោកអនុទិន ឆាន់រៈគុលចាត់វិធានការភ្លាមៗគឺមិនមែនដើម្បីការពារជនរងគ្រោះទេប៉ុន្តែដើម្បីការពារមុខមាត់របស់ប្រទេសថៃហើយសម្បីនៅពេលខ្លួនបន្ទោសកម្ពុជាភាគីថៃខ្លួនឯងផ្ដោតជំរកដល់ក្រុមអ ுக ្រិតជនតែមួយដែលខ្លួនថ្កោលទោសក្រោមការដឹកនាំរបស់លោកអនុទិនគ្មានយុត្តិធម៌ពិតប្រាកដនោះទេព្រោះវាគ្រាន់តែជាយុត្តិធម៌រើសមុខប៉ុណ្ណោះការអស់ជំនឿពីអាស៊ានកាលពីមុនប្រទេសថៃទទួលបានការគោរពឲ្យតម្លៃចំពោះការទូតរបស់ខ្លួនប៉ុន្តែពេលនេះថៃត្រូវបានគេមើលឃើញថាលែងគួរឲ្យទុកចិត្តដូចមុនទៀតហើយបណ្ដាប្រទេសជិតខាងចាត់ទុកថៃជាប្រទេសដែលប្រើការនិយាយបែបមានក្រមសីលធម៌លាក់គំនួចដើម្បីបិទបាំងបញ្ហាអសន្តិសុខរបស់ខ្លួនជំនួសឲ្យកិច្ចសហប្រតិបត្តិការប្រទេសថៃលេងល្បែងទម្លាក់កំហុសលើអ្នកដទៃដោយប្រើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដើម្បីបង្វែរការចាប់អារម្មណ៍កុំឲ្យគេដឹងអំពីអំពើពុករលួយនៅក្នុងប្រទេសខ្លួនទូយ៉ាងដូចជាការប្រកាសផែនការហៅទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីជជែកអំពីការស្ម័គ្រចិត្តរបស់ថៃក្នុងការជួយពលរដ្ឋកូរ៉េដែលរងគ្រោះដោយសារការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាជាដើមដោយសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះអំពើពុករលួយកើនឡើងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនរដ្ឋាភិបាលរបស់លោកអនុទិន ឆាន់រៈគុលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់សារព័ត៌មានបរទេសឲ្យចុះផ្សាយល្អៗអំពីខ្លួនឯងក្នុងគោលបំណងបង្វែរដាននិងបោកបញ្ឆោតពលរដ្ឋខ្លួនប៉ុន្តែប្រទេសនៅអាស៊ានមួយចំនួនដូចជាកម្ពុជាវៀតណាមនិងម៉ាឡេស៊ីជាដើមអាចមើលធ្លុះទង្វើទុច្ចរិតនេះពលគឺថៃនិយាយអំពីក្រមសីលធម៌ឲ្យតែពីរោះស្ដាប់និងល្អមើលប៉ុណ្ណោះខណៈដែលខ្លួនបណ្ដោយឲ្យមានអ ுக ្រិតកម្មនៅលើទឹកដីរបស់ខ្លួនថៃជារដ្ឋដ៏ស្អុយរលួយដែលលាក់បាំងក្រោមស្នាមញញឹមដ៏ពុះពុលប្រទេសថៃបានហៅខ្លួនឯងថាជាទឹកដីនៃស្នាមញញឹមប៉ុន្តែនៅក្រោមស្នាមញញឹមនោះគឺជារដ្ឋដ៏ស្អុយរលួយដោយអំពើពុករលួយនិងនិទានភាពដែលជនល្មើសនៅតែរួចខ្លួនពីការផ្ដន់ទីទោសក្រោមការដឹកនាំរបស់លោកអនុទិន ឆាន់រៈគុលលទ្ធិប្រជាធិបតេយ្យគឺសម្រាប់តែការបង្ហាញឲ្យល្អមើលប៉ុណ្ណោះពលគឺបង្កើតឡើងដោយប្រើទឹកលុយកិច្ចព្រមព្រៀងសម្ងាត់និងពាក្យស្លោកបោកបញ្ឆោតគ្មានបានការមេដឹកនាំពិតប្រាកដនឹងកែលម្អប្រព័ន្ធដឹកនាំរដ្ឋកែទម្រង់ស្ថាប័នប៉ូលីសនិងប្រឆាំងអំពើពុករលួយតែលោកអនុទិន ឆាន់រៈគុលមិនបានធ្វើបែបនេះទេដោយលោកផ្ដោតទៅលើមុខមាត់បង្ហាញជាសាធារណៈនិងការទម្លាក់កំហុសលើអ្នកដទៃប៉ុណ្ណោះហើយត្រឹមតែធ្វើពុតជាទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបង្ហាញពីចិត្តសប្បុរសធម៌គឺមិនអាចលុបបំបាត់ឬលាងជម្រះភាពស្អុយកខ្វក់ដែលកើតមាននៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់ថៃជាច្រើនឆ្នាំមកនេះបានឡើយអាស៊ានត្រូវតែរួមគ្នាអំពាវនាវឲ្យមានការផ្លាស់ប្ដូរពិតប្រាកដដើម្បីឲ្យអាស៊ានរីកចម្រើនបណ្ដាមេដឹកនាំនៅក្នុងតំបន់ត្រូវឈប់ប្រើទុកលំបាករបស់ប្រជាជនដើម្បីកេងចំណេញនយោបាយហើយប្រទេសថៃគួរតែទម្លាក់ចោលនៅភាពពិតប្រាកដធ្វើជាមានចិត្តសប្បុរសហើយប្រឈមមុខដោះស្រាយបញ្ហារបស់ខ្លួនដោយការពិតដោយភាពស្មោះត្រង់ភាពជាអ្នកដឹកនាំពិតចាប់ផ្ដើមចេញពីសច្ចភាពមិនមែនជាការបោកប្រាស់ប្រសិនបើមិនការប្រទេសថៃនឹងនៅតែជាគំរូអាក្រក់ដែលភាពក្រអឺតក្រទមនិងអំពើពុករលួយអាចធ្វើឲ្យនយោបាយការទូតរបស់ប្រទេសថៃដាំក្បាលចុះហើយមិនលឺហើយគេលែងជឿទុកចិត្ត